មនុស្សស្ទើរតែ90%គាត់ឲ្យតម្លៃទៅលើសម្ភារៈនិយមនៅខាងក្រៅតែមិនឲ្យតម្លៃនៃការចែករំលែកផ្លូវចិត្តចាអញ្ចឹងសម្រាប់ម្ដាមសិទ្ធិកាគឺបានដឹងបានយល់ពីច្បាប់នៃធម្មជាតិការបង្កើតនៃផ្លូវចិត្តឲ្យរឹងមាំជាខ្លួនរបស់យើងចាមិនមែនថាទ្រព្យសម្បត្តិមិនសំខាន់ទេបងប្អូនទ្រព្យសម្បត្តិគឺជាចំណែកមួយតែនៅពេលដែលយើងគ្មានផ្លូវចិត្តមួយដែលល្អដែលរឹងមាំដែលស្គាល់ខ្លួនឯងច្បាស់ចាទោះបីជាមានលុយរាប់លានដុល្លារនៅផ្ទះតម្លៃរាប់លានដុល្លារតែក្នុងចិត្តវាក្តៅក្រហាយវាពិបាកចិត្តវាកើតទុកនៅតែមិនព្រមនៅតែមិនសុខចិត្តចាអញ្ចឹងរយៈពេលដែលខ្ញុំដើរលើវិថីច្បាប់នៃការស្រូបទាញគឺជាច្បាប់នៃការធម្មជាតិមួយនេះខ្ញុំជួបមនុស្សជាច្រើនមែនតែនចាគឺគាត់មានគ្រប់យ៉ាងទាំងអស់មានលុយមានឡានមានវីឡាមានខុនដូមានផ្ទះរាប់កន្លែងចាក៏ប៉ុន្តែគាត់ដេកមិនលក់បក់មិនលហើយមិនសុបាយចិត្តកើតទុកកើតជំងឺ depression ពេលយប់ឡើងគាត់ត្រូវការលេបថ្នាំដើម្បីគេងលក់ចាអានេះជាមូលហេតុអីគឺមកពីផ្លូវចិត្តរបស់គាត់មិនទទួលបាននៅការអប់រំផ្លូវចិត្តមួយចាដែលមិនទទួលបានដែលជាមនុស្សពិតរបស់ចក្រវាឡចាមានន័យថាបងប្អូនមិនថាអ្នកមានឬក៏អ្នកក្រទេគាត់តែងតែជួបការលំបាករបស់គាត់រៀងខ្លួនក៏ប៉ុន្តែនៅពេលដែលយើងស្គាល់ពីច្បាប់នៃធម្មជាតិចាច្បាប់នៃការស្រូបទាញមួយនេះហើយយើងអាចបង្វែរស្ថានភាពរបស់យើងបានគឺយើងពង្រឹងផ្លូវចិត្តរបស់យើងបងប្អូនដែលឃើញគេធ្វើផ្ទះគឺគេតែងតែបុកគ្រឹះមុនទើបគេដាក់ដំបូលមិនអាចអត់ទាន់គ្រឹះនឹងរឹងមាំផងទៅប្រដំបូលវាផ្ទះនឹងវារលំហើយវាអត់ចេញជារូបរាងផ្ទះទេចាអញ្ចឹងចិត្តរបស់យើងដូចគ្នានៅពេលដែលយើងបុកគ្រឹះចិត្តរបស់យើងស្គាល់អ្វីទៅជាធម្មជាតិពិតអ្វីទៅជាច្បាប់នៃធម្មជាតិចាតើយើងកើតមកនៅក្នុងโลกនេះដើម្បីអ្វីចាយើងដឹងពីគ្រប់សពកលុកកលៀតរឿងកើតមកហើយយើងត្រូវដោះស្រាយបែបណាយើងដឹងអស់ហើយចាដល់ពេលយើងផ្លូវចិត្តរបស់យើងល្អរឹងមាំហើយចាទ្រព្យសម្បត្តិបងប្អូនថាវានឹងមកតាមក្រោយចាព្រោះប៉ាចក្រវាឡដែលជាម្ដាយដើមដែលជាព្រះបិតាដើមរបស់យើងគឺគាត់បានរៀបចំទ្រព្យសម្បត្តិគ្រប់គ្នាឲ្យបុត្ររបស់គាត់ដែលកើតនៅក្នុងភពផែនដីមួយនេះចាក៏ប៉ុន្តែសួរថាយើងមានបញ្ញាក្នុងការទៅយកឬក៏អត់ចឹងខ្ញុំតែងតែធ្វើការអរគុណមកកាន់ខ្លួនឯងនៅពេលដែលខ្ញុំបានស្គាល់ពីច្បាប់មួយនេះពីខ្ញុំដឹងពីច្បាប់មួយនេះហើយខ្ញុំធ្វើជាតួនាទីកូនល្អរបស់ចក្រវាឡខ្ញុំតែងតែមកចែករំលែកឲ្យបងប្អូនអ្នកគ្នាត្រឡប់ទៅផ្ទះខ្លួនឯងវិញត្រឡប់ទៅស្គាល់ខ្លួនឯងដែលជាមនុស្សពិតដែលជាបុត្ររបស់ចក្រវាឡវិញបងប្អូននឹងដឹងថាតើត្រូវដោះស្រាយរឿងដែលកើតឡើងចំពោះយើងយ៉ាងម៉េចហើយចាគឺវាងាយស្រួលសម្រាប់យើងដែលយើងអត់ដឹងបើសិនជាយើងដឹងវាល្អជាងមិនមែនថាគាត់មិនដឹងនឹងជាកំហុសទេអត់ទេបងប្អូនមកពីឧបនិស្ស័យគាត់មិនទាន់មកដល់ចាអញ្ចឹងណាបងប្អូនអ្នកគ្នាអញ្ចឹងបងប្អូនអញ្ចឹងមិនមែននៅក្នុងពេលបច្ចុប្បន្ននេះចាគឺមនុស្សតែងតែព្យាយាមធ្វើការទៅវិបស្សនារយៈពេល10ថ្ងៃធ្វើការសមាធិគឺគាត់បានអប់រំចិត្តរបស់គាត់ចាគឺចិត្តខឹងគឺជាចិត្តបិសាចចិត្តមួម៉ៅឆេវឆាវចាទៅគិតរឿងគេទៅតាមដានរឿងគេសួរថាមានប្រយោជន៍មកកាន់ខ្លួនឯងអត់មានទេតែហេតុអីគាត់គឺគាត់ធ្វើដោយមិនដឹងខ្លួនគាត់ក៏មិនចង់ដែរតែគាត់មិនអាចគ្រប់គ្រងខ្លួនឯងបាននេះហើយចាអញ្ចឹងទៅធ្វើឲ្យគាត់ជីវិតរបស់គាត់ស្មុគស្មាញរញ៉េរញ៉ៃជួបរឿងមួយហើយរឿងមួយទៀតរឿងហើយមួយរឿងមួយទៀតអ្នកណាជាអ្នកបង្កើតឡើងគឺខ្លួនរបស់យើងជាអ្នកទៅស្រូបទាញឡើងគឺការគិតបានពឹបចក្រវាឡធ្វើការដោយអូតូម៉ាទិកគឺទៅស្រូបទាញរឿងនឹងមកឲ្យបងប្អូនអ្នកគ្នាខ្ញុំប្រាប់ហើយថាចក្រវាឡស្រឡាញ់បងប្អូនបំផុតបងប្អូនគិតអីចក្រវាឡនឹងយករឿងនឹងមកឲ្យយើងអញ្ចឹងបងប្អូនសួរថាចុះខ្ញុំគិតភាពមានបានតើគិតបានប្រហែលវិនាទីឬមនុស្សខ្លះតែងតែស្អប់អ្នកមានទៀតចង់មានបានតែស្អប់អ្នកមានអានេះហើយជាកំហុសចាអញ្ចឹងមកពីអីមកពីយើងអត់ដឹងចឹងតលរបស់គ្រប់យ៉ាងតលតែយើងស្រឡាញ់ទៅយើងអាចស្រូបទាញចូលមកក្នុងជីវិតរបស់យើងបានយើងគិតវាសាមដដែលទៅវារឿងមួយនោះកើតឡើងសម្រាប់ជីវិតរបស់យើងចាអ
ចឹង clip video មួយនេះមានប៉ុណ្ណឹងដើម្បីចែករំលែកជូនដល់កាន់បងប្អូនអ្នកគ្នាដោយក្តីស្រឡាញ់និងបំណងល្អពីម្ដាមសេដ្ឋកាចូលគិតល្អតើឆែកមើលរាល់ថ្ងៃខ្លួនឯងគិតល្អឲ្យខ្លួនឯងបានប៉ុន្មានហើយចាដោយក្តីស្រឡាញ់និងបំណងល្អពីម្ដាមសេដ្ឋកាជម្រាបលាបាយបាយ I love you បងប្អូន